អូធ្លាក់អូនេះស្តៀងក្រែមពងមាន់ណោះគ្នានេះឃើញជិះសាច់តែមួយតែម្ដងដូចគេលីបបមកយើងស្រេចទៀតនេះអ្នកអិននឹងមកទៅដងងីអានេះឡើងហៀតាគ្នានិយាយទៅគឺថាបើក្បាលវីដេអូគឺថាមានជាមួយនឹងពងមាន់ទៀតហើយគឺថាមិនមែនមកធ្វើជាមួយនឹងពងមាន់ចំហុយឬមួយក៏ពងមាន់ដុតអីទៀតទេចាប៉ុន្តែគឺខ្ញុំនឹងនាំដល់គ្នាមកធ្វើជាមួយនឹងនំ bakery មួយដែលថាគឺងាយស្រួលធ្វើខ្លាំងមែនតើយើងមានតែពងមាន់មកសៅថាបនេះមកអ្នកគ្នាហើយជាមួយនឹងនេះការ៉េមីសេអ្នកគ្នាបីមុខហ្នឹងតែអ្នកគ្នានឹងធ្វើនំពងមាន់បានហើយនំថាត់ពងមាន់នេះដែលដាក់ហូបនៅលើខាងលើឲ្យមើលការ៉េមីសេវ៉ានីឡានេះជាមួយនឹងពងមាន់ហ្នឹងគឺយើងមកធ្វើ snow នំថាត់ហ្នឹងអ្នកគ្នាខ្ញុំឃើញបើតែគេធ្វើអត់ទាន់សូវឃើញខ្មែរយើងធ្វើអីចឹងខ្ញុំនឹងមកសាក់ធ្វើថាយើងនឹងធ្វើជោគជ័យបានដូចគេអត់ការ៉េមីសេនេះគឺថាខ្ញុំទិញអស់មែន5000ឯនេះអ្នកគ្នាហើយខ្ញុំឃើញក្នុងវីដេអូគឺគេដាក់ពងតាពីអញ្ចឹងយើងមកដាក់ពងមាន់តាពីដែរអូធ្លាក់អូនិយាយទៅខ្ញុំឃើញគេធ្វើស្រួលខ្លះមែនតើខ្ញុំឃើញអ្នកខ្លះគេទិញការ៉េមីស្រាវដូចជាមកឆាមកធ្វើទៀតអានេះស្តៀងការ៉េពងមាន់ណោះគ្នាដូចប៉ាអែមពងមាន់ណាយើងកូទៅវាចិត្តបាននេះអ្នកគ្នាគឺខ្ញុំកូវាជាមួយនឹងការ៉េសពចឹងណានេះឃើញជិះសាច់តែមួយតែម្ដងប៉ុណ្ណឹងបានដល់អ្នកគ្នាអានេះដូចគេលីបបមកយើងស្រេចទៀតនេះបើដាក់ប៊ឺទៀតអ្នកអិននឹងមកទៅដងងីខ្ញុំជួយញ៉ាំនំហ្នឹងណាហេតុដងថាហ្នឹងស្រួលធ្វើចឹងណាតែក៏ប៉ាត់គឺគេមានក្បួនគេធ្វើតាមតែអ្នកគ្នាតែនេះគឺថាក្បួនបែបលីម៉ូឆេចឹងរៀងមានយើងស្រួលតិចឯងអានេះឡើងហៀអ្នកគ្នានេះគឺយើងយកទៅដាក់ក្នុង air fryer អ្នកគ្នានេះតើគ្នាឥឡូវហ្នឹងគឺយើងបានជាមួយនឹងនំអែកថាតរបស់យើងឯងចាថាតពងមាន់ហ្នឹងណាតុញមកឡើងឈ្ងុយអ្នកគ្នាមើលនំថាតពងមាន់សាច់នំគេចេញមកឡើងចែវ៉ាវឆ្ងាញ់តែម្ដងអ្នកគ្នាហើយងាយស្រួលធ្វើទៀតអត់ឃើញឆ្ងាញ់ខ្លាំងមែនតើប៉ុន្តែនំនេះគឺថាវាសូវផ្អែមម៉ានេះបើសិនជាអ្នកគ្នាចិត្តផ្អែមអីចឹងអាចថែមស្ករបានថែមទៅដល់កូរខាប់ក៏បានដែរមើលទៅឆ្ងាញ់ហើយស្រួលធ្វើទៀតយើងមកជាមួយនឹង snow នំថាតពងមាន់សាច់ដូច pudding ចឹងញ៉ាំទៅឡើងតុនវ៉ាទីក្នុងមាត់អ្នកទាំងគ្នាមកដល់ពេលនេះហើយគឺនៅតែមានអ្នកយកច្រឡំជាមួយនឹងការប្រើប្រាស់ស្លេកជូតមុខជាមួយនឹង cleansing water និងការប្រើប្រាស់ toner pad ឬមួយក៏ cotton pad ដែលពីរមុខនឹងគឺថាខុសគ្នាដាច់តែម្ដងអ្នកគ្នាមនុស្សភាគច្រើនគឺធ្វើទង្វើខុសតែម្ដងអ្នកគ្នាដោយសារតែយក cotton pad ហ្នឹងទៅ remove make up នឹងតែម្ដងគឺថាមិនមែនទេណាអ្នកគ្នាមិនមែនទេហាមធ្វើអញ្ចឹងជាដាច់ខាត cotton pad ហ្នឹងគឺគេប្រើប្រាស់បន្ទាប់ពីយើងលាងមុខជាមួយនឹង foam ហើយលាងសម្អាតមុខបានស្អាតហើយមុននឹងយើងលាប skin care គឺយើងត្រូវតែមកជួសជាមួយនឹង cotton pad ចឹងណាមកបងប្អូនគ្នានេះដូចពីរមុខនេះអញ្ចឹងដែលខ្ញុំប្រើប្រាស់ជាប្រចាំជាមួយនឹងស្លេកជូតមុខ cotton pad ហ្នឹងហើយកំប៉ុងពីរនេះដែរអ្នកគ្នាមានពីរពណ៌ខុសគ្នាតួនាទីក៏ខុសគ្នាដែរកំប៉ុងពណ៌សនេះគឺយើងអាចប្រើពេលព្រឹកឬមួយក៏ពេលថ្ងៃបានដែលតួនាទីរបស់វាហ្នឹងគឺជួយកាត់បន្ថយការរក៏ដូចជាឡើងកន្ទោលលំមាស់ជួយកាត់បន្ថយកម្ដៅនៅលើផ្ទៃមុខធ្វើស្បែកមុខយើងសភ្លឺមាត់ឲ្យលងហើយ lip skin care បន្ទាប់ហ្នឹងគឺថាឆាប់ចូលតែម្ដងពណ៌សនេះគឺខ្ញុំចូលចិត្តបិទមុននឹងខ្ញុំ make up ពេលថ្ងៃចឹងណាអ្នកគ្នាពីព្រោះគឺវាធ្វើស្បែកមុខយើង lip skin care ឆាប់ចូលហើយនឹង make up ទៅ smooth វាជួយផ្ចិតរន្ធញើសរបស់យើងបានល្អទីសម្រាប់កំប៉ុងពណ៌ស្វាយនេះដែរគឺយើងជូននៅពេលយប់ដែលវាមានខាងក្រឹមជាមួយនឹងខាងរលោងសម្រាប់បងណាដែលគាត់មានស្បែកមុខ sensitive ដូចខ្ញុំគឺអាចប្រើប្រាស់នឹងខាងរលោងនេះបានដែលវាជួយកាត់បន្ថយការកកស្ទះខ្លាញ់ធូលីកាត់បន្ថយការឡើងមុនការឡើងរោលជួយកាត់បន្ថយស្នាមគ្រប់ប្រភេទនៅលើផ្ទៃមុខធ្វើឲ្យស្បែកមុខយើងមានសភាពហាប់ណែននិងក្មេងជាងវ័យ lip skin care ពេលយប់អីគឺថាឆាប់ចូលខ្លាំងមែនតើអ្នកគ្នាហើយសំខាន់នៅទៅជាស្បែកមុខតែម្ដងរីឯក្នុងមួយកំប៉ុងវិញគឺមានចំនួន70សន្លឹកអ្នកគ្នាសម្រាប់ពីកំប៉ុងនេះដែរតម្លៃត្រឹមតែ$15ទេអ្នកគ្នាអាចរកទិញបាននៅតាមរយៈ page Audio ឬមួយក៏ដំណើរចែកចាយរបស់ Audio បាន